បាទសូមគោរពជម្រាបសួរទៅដល់ពុកម៉ែបងប្អូនទាំងគ្នាបាទសូមស្វាគមន៍ដែលចូលមកកាន់ Channel របស់ខ្ញុំបាទ Pro KS Gaming បាទអូខេថ្ងៃនេះខ្ញុំមកលេង game Minecraft ពុកម៉ែបងប្អូនទាំងគ្នាបាទហ្នឹងហើយចំពោះវីដេអូនេះផងដែរគឺខ្ញុំដាក់ចំណងជើងថា My Home អញ្ចឹងពុកម៉ែបងប្អូនទាំងគ្នាបាទហ្នឹងហើយពេលយើងចូលមកកាន់ game Minecraft ដំបូងគឺយកមានអីក្រៅពីកាត់ឈើទៅពុកម៉ែបងប្អូនទាំងគ្នាបាទហ្នឹងហើយយើងធ្វើការកាប់ឈើដើម្បីយើងទុកយកទៅសាងសង់ផ្ទះយើងយកទៅធ្វើរបស់ផ្សេងៗអញ្ចឹងបងប្អូនបងប្អូនគ្នាបាទហ្នឹងហើយបាទបន្ទាប់ពីយើងកាប់ឈើរួចហើយគឺយើងយកឈើហ្នឹងយកទៅបំបែកវាឲ្យទៅជាស្លាមបន្ទាប់ពីយើងប្របែកវាទៅជាស្លាមហើយយើងផលិតជាមួយនឹង crafting table មួយក៏ដូចជា stick ហ្នឹងហើយដើម្បីយកទៅផលិតជាមួយនឹងពូថៅក៏ដូចជា pickaxe អញ្ចឹងបន្ទាប់ពីខ្ញុំបានបង្កើតជាមួយនឹងពូថៅក៏ដូចជា pickaxe រួចហើយខ្ញុំក៏ចាប់ផ្ដើមមកកាប់ឈើយកបន្ថែមទៀតចឹងទុកយើងយកធ្វើរបស់ផ្សេងៗដូចជាទុកសាងសង់ផ្ទះហ្នឹងហើយខ្ញុំធ្វើការកាប់ឈើដូចជាយូរដែរបងប្អូនគ្នាបាទកាប់យូរដែរដើម្បីយកទៅទុកធ្វើសាងសង់ផ្ទះសាងសង់អីចឹងបន្ទាប់ពីកាប់ឈើរួចរាល់ហើយខ្ញុំក៏បានទៅជីកថ្មទុកនេះដែរចឹងបងប្អូនគ្នាបាទយើងជីកថ្មដើម្បីយើងទុក upgrade level របស់ប្រើប្រាស់របស់យើងក៏ដូចជាយើងយកទៅហ្នឹងហើយធ្វើផ្ទះធ្វើអីចឹងទៅបងប្អូនគ្នាបន្ទាប់ពីជីកថ្មបានដូចជារៀងក្រែដែរខ្ញុំក៏បានយកវាយកមកផលិតជាមួយនឹង pickaxe ក៏ដូចជាពូថៅដើម្បីយើង upgrade level របស់យើងវាខ្លាំងជាងមុនចឹងទៅយើងជីកលឿនចឹងបន្ទាប់ពីផលិតជាមួយនឹង pickaxe រួចរាល់ហើយខ្ញុំ upgrade level pickaxe របស់ខ្ញុំរួចរាល់ហើយខ្ញុំក៏បានមកជីកជាមួយនឹងថ្មបន្ថែមទៀតដើម្បីខ្ញុំទុកយកទៅសាងសង់ផ្ទះហ្នឹងហើយក៏ដូចជាធ្វើចង្ក្រានធ្វើអីចឹងទៅដើម្បីយើងទុកចម្អិនអាហារចម្អិនអីហូបអីចឹងបងប្អូនគ្នាបាទអូខេអញ្ចឹងខ្ញុំក៏បានជីកថ្មហ្នឹងរៀងយូរដែរបងប្អូនគ្នាបាទខ្ញុំជីកយកដូចជាមួយ stack ហ្នឹងហើយជីកយកមួយ stack ដើម្បីយើងទុកប្រើប្រាស់បានយូរអញ្ចឹងហ្នឹងហើយបានច្រើនអញ្ចឹងខ្ញុំក៏បានជីករៀងយូរដែរបងប្អូនគ្នាបាទកន្លែងហ្នឹងបន្ទាប់ពីខ្ញុំបានជីកជាមួយនឹងថ្មបានរៀងច្រើនណាស់ខ្ញុំក៏បានមកជីកជាមួយនឹងល្ពៅហ្នឹងហើយល្ពៅដើម្បីយកទុកធ្វើជាចំណីអាហាររបស់យើងដែរក៏ដូចជាយកទុកយកធ្វើពូជដាំចឹងណាហើយត្រង់ចំណុចនេះដែរខ្ញុំថាមកកាប់ជាមួយនឹងសត្វជៀមហ្នឹងហើយខ្ញុំមកសម្រាប់សត្វជៀមដើម្បីយកសាច់ក៏ដូចជាយករោមវាទុកធ្វើក្រែគេអញ្ចឹងណាប៉ុន្តែមានន័យហ្នឹងហើយតោះបានកាប់ជៀមហ្មងគឺធ្លាក់ទឹកតែម្ដងអ្នកគ្នាបានត្រង់នេះខ្ញុំបានដើររកជាមួយនឹងកាប់ជាមួយនឹងឈើក៏ដូចជាថ្មហ្នឹងក៏បានច្រើនដែរថ្មខ្ញុំបានកាប់អមមួយ stack ហើយខ្ញុំក៏បានមកដើររកជាមួយនឹងសត្វជៀមដើម្បីខ្ញុំកាត់យករោមវាយកទៅនេះចឹងទុកធ្វើ grade ធ្វើអីគេងហ្នឹងកុំឲ្យពួកមកពួកអី spawn ញ៉ៃញ៉ៃគឺបាក់លេងហ្នឹងហើយត្រង់ចំណុចនេះគឺមិនទាន់បានទៅរកសត្វជៀមហ្នឹងខ្ញុំក៏បានកលេចជាមួយនឹងឃើញជាមួយនឹងនេះដែកចឹងបងប្អូនគ្នាបាទតែខ្ញុំបានកាប់ទេកន្លែងត្រង់ក្រោយមកអ្នកគ្នាគេអត់បានកាប់ទេខ្ញុំទុកសិនខ្ញុំក៏បានទៅដើររកជាមួយនឹងជៀមត្រង់នេះខ្ញុំឃើញសាច់ជៀមមួយអត់ទាន់បានកាប់សម្រាប់សាច់ជៀមហ្នឹងឆ្កែខំវាស្លាប់បាត់អញ្ចឹងក៏ចំណេញដែរអ្នកគ្នាបាទចំណេញជាមួយនឹងពូថៅយកបបាក់កាប់វាអញ្ចឹងហ្នឹងហើយបាក់កាប់សម្រាប់វាហើយបន្តមកទៀតខ្ញុំក៏បានឡើងទៅលើវិញដើម្បីយើងជីកជាមួយនឹងជីកជាមួយនឹងតែអញ្ចឹងហ្នឹងហើយវីដេអូនេះខ្ញុំ voice over រៀងនិយាយរៀងតដិតទីប្រហែលគ្នាអញ្ចឹងសូមអធិស្ឋានបាទបន្តមកទៀតខ្ញុំក៏បានឡើងទៅលើហ្នឹងដើម្បីយើងធ្វើការកាប់ជាមួយនឹងជីកជាមួយនឹងនេះជីកជាមួយនឹងដែករងជីកដងកាប់អ្នកនេះបាទគឺវល់អូខេគឺយើងធ្វើការជីកជាមួយនឹងដែកខ្ញុំមើលពីក្រោមមកឃើញដែកហ្នឹងដូចជា2 3ទេដល់ពេលខ្ញុំឡើងមកជីកមកបានឡើង4 5មកអ្នកនេះបាទដែកហ្នឹងគឺថាច្រើនមែនតើហ្នឹងហើយល្មមយើងអាចយកទៅupgrade ជាមួយនឹង pickaxe ក៏ជាពូថៅរបស់យើងឲ្យវាជីកក៏ដូចជាកាប់លឿនជាងមុនអញ្ចឹងប្រហែលរបស់គ្នាបាទខ្ញុំក៏បានជីកបានច្រើនដែររបស់គ្នាបាទត្រង់នេះខ្ញុំជីកដែកហ្នឹងដូចជាបាន8អ្នកគ្នាបាទជីកដែកចំនួន8ហ្នឹងហើយបន្ទាប់ពីជីកដែករួចរាល់ខ្ញុំក៏បានមកដើររកជាមួយនឹងចំណីអាហារដើម្បីយើងទុកបរិភោគអញ្ចឹងព្រោះអីតែតិចទៀតហ្នឹងយើងធ្លាក់ជាមួយនឹងអាហារខាងលើអ្នកគ្នាបាទកន្លែងហ្នឹងតែពេលធ្លាក់ទៅគឺយើងពិបាកលេងអញ្ចឹងវាឆាប់ស្លាប់ឆាប់អីចឹងទៅវាអត់ឡើងឈាមឡើងអីពេលស៊ុំប៊ីវាវាយយើងអញ្ចឹងអ្នកលេង Minecraft គាត់ដឹងហើយអូខេតោះទៀតកន្លងត្រង់កន្លែងនេះខ្ញុំដើរមកក៏ខ្ញុំឃើញជាមួយនឹង Emerald បងប្អូនគ្នាបាទតែខ្ញុំអត់ទាន់បានជីកទេខ្ញុំហួសមកកាប់ជាមួយនឹងសត្វជៀមនេះសម្រាប់សត្វជៀមដើម្បីខ្ញុំយករោមវាយកទៅ
ផលិតជាមួយនឹងក្រែគេអញ្ចឹងប្រហែលគ្នាបាទត្រង់នេះខ្ញុំថាដើមមកដល់សត្វជើងបន្តទៀតហ្នឹងហើយគឺដើមមកគឺឃើញសត្វជើងជាមុនច្រើនណាស់ប្រហែលគ្នាគឺ2ក្បាលច្រើន2ក្បាលព្រោះខ្ញុំការកាប់វាដើម្បីយើងយកសាច់ក៏ដូចជាយករោមវាណាគ្នាបាទហើយលេងមិនទាន់ដឹងអីហ្នឹងឥឡូវគឺថាមេឃក៏ចាប់ផ្ដើមរៀបយប់ហើយខ្ញុំក៏បានមកសម្រាប់សត្វជើងបន្តទៀតដើម្បីខ្ញុំយករោមវាហ្នឹងហើយត្រង់នេះគឺបានសម្រាប់សត្វជើងអស់ចំនួន2ក្បាលហ្នឹងហើយពីចំពោះកាពះយើងក៏ចាប់ដើមឃ្លានដែរខ្ញុំធ្លាក់អាហារចំនួន2កាំហើយខ្ញុំក៏បានដាក់ក្រាឈិនចិត្តបដើម្បីយើងផលិតជាមួយនឹងក្រែបន្ទាប់ពីផលិតក្រែបានរួចរាល់ហើយគឺថាចាំយូរទេគឺថាយើង slip តែម្ដងថ្ងៃយើងគេងតែម្ដងកុំឲ្យពួកស៊ុំប៊ីឲ្យវា spawn មកញ៉ៃយើងពិបាកលេងអញ្ចឹងប្រហែលមកគ្នាបាទឥឡូវគឺថាកាពះយើងក៏ចាប់ផ្ដើមឃ្លានអញ្ចឹងទៅខ្ញុំក៏បាននេះចឹងទៅផលិតជាមួយចង្ក្រានក៏ដូចជាអាំងសាច់អាំងអីយកមកញ៉ាំអញ្ចឹងដើម្បីឲ្យកាពះយើងវាពេញឡើងវិញហ្នឹងហើយធ្លាក់អស់2កាំប្រហែលគ្នាបាទពីផលិតចង្ក្រានរួចរាល់ហើយគឺថាតែណែផ្លិចដើររកជាមួយនឹងធ្យូងហ្នឹងហើយខូលហ្នឹងហើយផ្លិចដើររកខូលទៅពេលអញ្ចឹងទៅអត់មានអីដុតសាច់ហ្នឹងហើយត្រង់នេះគឺថាខ្ញុំថាដើររកខូលក៏ឃើញស៊ូកាខែនហ្នឹងហើយក៏បានកាប់ស៊ូកាខែនហ្នឹងអំពៅហ្នឹងក៏ពីកាប់អំពៅហ្នឹងហើយក៏ឃើញជាមួយនឹងខូលតែម្ដងខ្ញុំក៏បានជីកវាដូចជាបានច្រើនណាស់ប្រហែលគ្នាបាទប្រហែលគ្នាវីដេអូនេះបើសិនជាខ្ញុំនិយាយទៅរៀងជាប់មាត់ជាប់អីចឹងប្រហែលគ្នាកុំប្រកាសហ្នឹងហើយ voice over ដំបងកុំប្រកាសខ្ញុំឲ្យប្រហែលគ្នាវីដេអូនេះរឿងប៉ាទេចឹងយ៉ាបន្ទាប់ពីយើងហ្នឹងហើយជីកជាមួយនឹងខូលបានច្រើនដែរឥឡូវយើងធ្វើការមកធ្វើការចំអិនជាមួយនឹងសាច់ក៏ដូចជាខ្ញុំដុតជាមួយនឹងដែកចឹងដើម្បីខ្ញុំយកទៅផលិតជាមួយនឹងពូថៅដូចជា upgrade ជាមួយនឹង pickaxe របស់យើងដើម្បីឲ្យយើងកាប់លឿនហ្នឹងហើយកាប់ឈើកាប់អីជីកថ្មជីអីចឹងទៅវាលឿនសម្រាប់យើងចឹងឥឡូវការដុតសាច់ហ្នឹងហើយបានសាច់ញ៉ាំហើយពុកម៉ែម្លឹកនេះបាទសាច់ដំបូងរបស់យើងក៏បានញ៉ាំវាដោយថ្ងៃឆ្ងាញ់មែនតើបាទចំពោះពុកម៉ែម្លឹកគ្នាដែលគាត់មើលដល់ត្រង់ចំណុចនេះកុំភ្លេចជួយចុច subscribe ក៏ដូចជាជួយចុច like ទៅលើ channel របស់ខ្ញុំដាក់មួយផងបាទនឹងសូមអរគុណអូខេបន្ទាប់ពីយើងធ្វើការចំអិនសាច់អីរួចរាល់អស់ហើយក៏ប្រហែល1វ៉ាន់ដើម្បីមករកកន្លែងជាមួយកន្លែងសម្រាប់យើងធ្វើផ្ទះធ្វើអីចឹងប្រហែលគ្នាឥឡូវយើងធ្វើការរកកន្លែងឃើញនៅត្រង់នេះគឺថាcreeper មកផ្ទុះខ្ញុំប្រហែលមកគ្នាតែខ្ញុំអត់បាន record ជាប់កន្លែងហ្នឹងខ្ញុំបិទ record អញ្ចឹងខ្ញុំដើររកកន្លែងធ្វើផ្ទះរកឃើញហើយខ្ញុំក៏បានដាក់ជាមួយនឹង crafting table ដាក់ហើយគឺថា creeper មកផ្ទុះខ្ញុំតែម្ដងប៊ីស្លាប់អ្នកគ្នាបាទបន្ទាប់ពីយើងដើររកកន្លែងធ្វើផ្ទះរួចហើយខ្ញុំក៏បានផលិតចំណងឆេះហ្នឹងហើយសម្រាប់ដាក់មួយអវ៉ាន់របស់យើងអញ្ចឹងហ្នឹងហើយ elementary របស់យើងទៅបានរកបានមិញហ្នឹងហើយគឺអត់ច្រើនហ្មងនេះបាទតិចតួចយើងដើររកបានតិចដែរហ្នឹងនិយាយចង់ជ្រក់ទឹកមាត់អញ្ចឹងខ្ញុំក៏បានយក elementary ខ្លះទុកចឹងមកគ្នាបាទរបស់ដែលយើងប្រើប្រាស់ហ្នឹងយកវាទុកខ្លះកុំយកតាមខ្លួនព្រោះអីវាអាចគ្រោះថ្នាក់អញ្ចឹងពេលយើងស្លាប់យើងអីចឹងទៅយើងពិបាកមករើអីវ៉ាន់របស់យើងវិញអញ្ចឹងបានទុកវាខ្លះចឹងទៅខ្ញុំទុកតារបស់មួយចំនួនតាមខ្លួនដូចជាពូថៅជាមួយនឹងរបស់ញ៉ាំដូចជាគេថា crafting table thì ក្រែគេអញ្ចឹងពួកអីយើងទៅឆ្ងាយទៅពេលយប់ពេលអីចឹងយើងពិបាកចឹងហ្នឹងហើយពួកអីមានម៉បមួយអីវាញ៉ៃមែនតើហ្នឹងហើយមិនក្រាស់ស្អប់តាមម៉បហ្នឹងតាពេលវា spawn មកម្ដងវាទៅលាបែបគ្នាបាទគឺពិបាកលេងមែនតើពេលវា spawn មកចឹងគឺយើងពិបាកធ្វើការងារវារំខានយើងចឹងហ្នឹងត្រង់នេះខ្ញុំក៏បានរើវិត elementary ទុកអស់ហើយខ្ញុំក៏បានធ្វើការដើររកកាប់ឈើកាប់អីបន្ថែមទៀតចឹងដើម្បីយើងទុកជាមកសាងសង់ផ្ទះរបស់យើងណាគ្នាត្រង់ចំណុចនេះដែរខ្ញុំបានមកដាំជាមួយនឹងដំណាំស្រូវដែលខ្ញុំបានជីកកាប់ជាមួយនឹងស្មៅនឹងកាប់នឹងស្មៅទៅគឺថាបានជាមួយនឹងស្រូវអញ្ចឹងខ្ញុំក៏បានកាប់វាកាប់ដីកាប់អីឆាយដីឆាយអីដើម្បីយើងធ្វើការដាំស្រូវដាំអីទុកអញ្ចឹងទៅហ្នឹងហើយពេលយើងទៅជីកកាប់ជាមួយនឹងឈើពេលយើងមកវិញគឺថាស្រូវរបស់យើងគឺវាទុំហ្មងហ្នឹងហើយយើងយកមកដើម្បីទុកផលិតជាមួយនំប៉័ងក៏ដូចជាយកមកសម្រាប់ចិញ្ចឹមសត្វចឹងឲ្យចំណីសត្វដូចជាសត្វគោដូចជាសត្វជៀមចឹងទៅហើយពួកអីវាស៊ីជាមួយនឹងស្រូវចឹងបាទបន្ទាប់ពីខ្ញុំធ្វើការ
ដាំជាមួយនឹង super can ហ្នឹងហើយអំពៅហ្នឹងហើយធ្វើការដាំជាមួយស្រូវឬយល់ហើយខ្ញុំក៏បានមក capture បន្ថែមទៀតចឹងដើម្បីយើងទុកយកទៅសាងសង់ផ្ទះចឹងប្រហែល10នាទីបាទនឹងហើយគឺថាខ្ញុំ capture នេះក៏វារៀងយូរដែរចំណាយពេលរហូតដល់20នាទីប្រហែលនេះបាទមកបានឈើទៅសាងសង់ផ្ទះហ្នឹងគឺថាយូរមែនតើចំពោះត្រង់ចំណុចនេះវិញគឺថាខ្ញុំសើយមែនតើប្រហែលនេះបាទគឺថាជីកគឺធ្លាក់ចូលក្នុងខែវមួយហើយងឹតឆឹងប្រហែលនេះបាទគឺពេលហ្នឹងគឺខ្ញុំភ្ញាក់ដែរប្រហែលនេះបាទក៏ពីធ្លាក់ហើយខ្ញុំក៏បានធ្វើការដាក់ដីក៏ដូចជាដាក់ឈើបន្ថែមចឹងដើម្បីខ្ញុំឡើងទៅវិញrồiបន្ទាប់ពីយើងឡើងមកដល់លើវិញខ្ញុំក៏បានធ្វើដំណើរទៅកន្លែងដែលខ្ញុំធ្វើនឹងសាងសង់ផ្ទះវិញហើយគេថាអង្គនេះគឺខ្ញុំដើរវង្វេងប្រហែលខ្ញុំមករកផ្ទះគឺថាវង្វេងតែម្ដងគឺដើរវល់មកដល់កន្លែងដែលខ្ញុំត្រូវរៀបចំធ្វើផ្ទះបន្ទាប់ពីយើងដើរអស់ជាយូរដែរឥឡូវខ្ញុំក៏កាត់មកដល់កន្លែងខ្ញុំទៅធ្វើផ្ទះវិញហើយនឹងហើយមកដល់កន្លែងខ្ញុំត្រូវធ្វើផ្ទះវិញហើយខ្ញុំក៏បានរៀបចំជាមួយនឹងថ្មក៏ដូចជាឈើអញ្ចឹងខ្ញុំយកមកធ្វើការធ្វើយើងសសរផ្ទះក៏ដូចជាសាងសង់ផ្ទះអញ្ចឹងទៅប្រហែលនេះបាទនឹងហើយចំពោះត្រង់ចំណុចដែលខ្ញុំសាងសង់ផ្ទះនេះគឺថាខ្ញុំបាន voice over និយាយច្រើននៅប្រហែលនេះបាទខ្ញុំគ្រាន់តែធ្វើការសាងសង់យកតែម្ដងសាងសង់យកតែម្ដងហ្នឹងហើយគឺអត់បាននិយាយឲ្យ voice over ឲ្យអ្នកគ្នាស្ដាប់ទេហ្នឹងហើយយាប្រហែលគ្នាបន្ទាប់ពីខ្ញុំសាងសង់ដល់ត្រង់ចំណុចនេះគឺថាខ្ញុំក៏បានបិទ record ពីសារតែពួក mob ពី spawn មកញ៉ៃអញ្ចឹងទៅខ្ញុំក៏បានបិទមួយចឹង record អញ្ចឹងប្រហែលគ្នាកុំឲ្យវាថាវាញ៉ៃទេណាខ្ញុំក៏វាហ្នឹងទៅបិទ record ទៅក៏ខ្ញុំកាត់ទៅដល់ពេលដែលខ្ញុំសាងសង់ផ្ទះហើយអញ្ចឹងមកនេះបាទអញ្ចឹងយើងទៅមើល result ខ្ញុំបានសាងសង់ផ្ទះហើយដល់អ្នកទាំងគ្នាឥឡូវគឺថាផ្ទះរបស់យើងគឺធ្វើរួចរាល់ហើយអ្នកគ្នាបាទគឺផ្ទះមួយនេះតម្រាំតែធ្វើហើយគឺវេទនាមែនតើអ្នកគ្នាបាទគឺខ្ញុំបាន record ដល់កន្លែងខ្ញុំពេលខ្ញុំធ្វើផ្ទះទេដោយសារតែវាមាន mob មានអី spawn មកច្រើនអញ្ចឹងបងប្អូនអ្នកគ្នាបាទអញ្ចឹងខ្ញុំអត់បាន record ពេលខ្ញុំកំពុងធ្វើផ្ទះអញ្ចឹងណា mob វាមកច្រើនមែនតើខ្ញុំពិបាកក្នុងការសាងសង់ផ្ទះទៅពេលអញ្ចឹងទៅខ្ញុំក៏បិទ record ហើយខ្ញុំធ្វើការសាងសង់ឲ្យហើយទៅចាំខ្ញុំrecord នេះថតពេលខ្ញុំធ្វើហើយអញ្ចឹងអ្នកគ្នាបាទហ្នឹងហើយគឺចាខ្ញុំពីរជាន់បែបនេះអ្នកគ្នាបាទគឺខាងក្រោមវាបែបនេះអ្នកគ្នាបាទគឺខ្ញុំធ្វើអញ្ចឹងដើម្បីទុកខាងក្រោមទុកយើងទុកអីវ៉ាន់អីផ្សេងអញ្ចឹងអ្នកគ្នាបាទពីខាងជាន់ខាងលើកន្លែងជាន់យើងនៅយើងគេយើងអីអញ្ចឹងទៅពុកម៉ែបងប្អូនគ្នាបាទពីនៅអត់ទាន់រៀបចំហើយពុកម៉ែបងប្អូនគ្នាបាទគឺថាពេលវីដេអូក្រោយខ្ញុំនឹងធ្វើការ design ផ្ទះនឹងឲ្យវាស្អាតជាងមុនអញ្ចឹងពុកម៉ែបងប្អូនគ្នាបាទនឹងឥឡូវយើងឡើងទៅមើលខាងលើបងប្អូនគ្នាអ្នកគ្នាបាទអូខេឥឡូវបើកទៅមកចូលមើលខាងក្នុងតើវាក្លៀនយ៉ាងណាហ្នឹងគ្នាបាទនេះហើយខ្ញុំមិនសូវចេះសាងសង់ផ្ទះដែរអ្នកគ្នាបាទគឺខ្ញុំសាងសង់បានប៉ុណ្ណឹងអ្នកគ្នាបាទតាមពូភ្លើងបាញ់យាយអ្នកគ្នាភ្លឺខ្វាក់ភ្នែកនឹងឯងនិយាយលេងអូខេអញ្ចឹងគឺថាយើងមានកន្លែងក្រែគេងហើយក្រែគេងខ្ញុំមានដល់ទៅ3ឯអ្នកគ្នាបាទអានេះគឺថាថោផ្កាអ្នកគ្នាបាទខ្ញុំដឹងថាថោផ្កាឬក៏ស្អីទេអ្នកគ្នាបាទតែនៅក្នុងហ្នឹងខ្ញុំដាក់ផ្កាចូលទៅឃើញមានដុះផ្កាឡើងហ្នឹងអ្នកគ្នាបាទ
thì nhưng mà chết nếu nhưng đã đi xa về xa tới nè này bà thì vừa lại như lại ủy ban tộc ấy chẳng mà này à từ check nè này bà ok thì tôi mới tiết cứ ăn miên ấy tết không ai ok bà đẹp vào nhom mè pan năng ngày chăm dương chụp như nư video cao vậy chẳng lấy nhom áo nè ni mơ video đi tí xanh nè này bà về nhom thọt pi khẳng lời chẳng ngày video trailerแต่บ่ยมมาจมจังพวกแมวคนนี้บ่โอเคยังยังตัวสนาต่างគ្នាคนนี้บ่នឹងហើយพวกแมวគ្នាវីដេអូនេះប្រហែលជារឿងវត្តទេអ្នកគ្នាបាទសារខ្ញុំអត់សូវចេញនិយាយហ្នឹងហើយ voice over តបងអញ្ចឹងพวกแมวគ្នាគុំកែបការនេះហ្នឹងហើយចាំមើលវីដេអូក្រោយខ្ញុំនឹងធ្វើឲ្យល្អជាងនេះพวกแมวគ្នាបាទឥឡូវយើងធ្វើការមើល trailer មកជុំទៅផ្ទះបាទខ្ញុំអញ្ចឹងអ្នកគ្នាថាតើវាបានបណ្ណាអញ្ចឹងអ្នកគ្នាជួយ rate ឲ្យផងអ្នកគ្នាបាទភាសាទឹកដៃដបងអ្នកគ្នាបាទចូលលេង Minecraft ដែលសាងសង់ផ្ទះចាលេងឥឡូវសាងសង់ផ្ទះបានวันนี้គឺហ្នឹងហើយអ្នកគ្នាអាចមើលបានឥឡូវយើងធ្វើការមើល trailer វីដេអូរបស់គ្នាហ្នឹងហើយ